ទាំងអស់គ្នាឥឡូវយើងសាកល្បងធ្វើ G geometric application គេចង់ apply ថាតើ expression យើងហ្នឹងអាចធ្វើអីបានខ្លះអញ្ចឹងនៅក្នុងនេះគេឲ្យយើង raw perimeter ពេអញ្ចឹងមានន័យថា raw ពេអញ្ចឹងបើឈើ raw ពេកន្លែងនេះអត់មានអីយ៉ាប់ផងគ្នាយើងប្រវាយវាបូកមកចូលគ្នាបើ rectangle អានេះ x អានេះ x ដែរមិនអញ្ចឹងអានេះ x បូក5បើប្រើតាមរូបមន្តយើងក៏បានឬក៏អ្នកណាមិនយល់ទេបូកជុំវិញនឹងមកជុំមកដោយសារតែអីគេ perimeter អញ្ចឹង perimeter is the distance around the shade អញ្ចឹងប្រវែងព័ទ្ធជុំវិញចតុកោណកែងយើងឈើយក x បូកឲ្យ x បូក5អញ្ចឹងអត់ហើយពួកយើងគុណនឹង2មកណារូបមន្តយើងអានេះអញ្ចឹងយើងយក x បូកឲ្យ x យើងបាន 2x 2x បូក5បិទវងកញ្ចក់វិញគុណនឹង2អញ្ចឹងវាទៅជាគុណពលាតមួយម៉ាត់មក 4x បូក10ចប់តែហ្នឹងបន្ទាប់មក B គេឲ្យយើងរក A area អញ្ចឹង area យើងរូបមន្តយើងមិនលេងគុណនឹង breadth អញ្ចឹងលេងយើងស្មើអីលេងយើងគឺ x sorry លេងយើងគឺ x បូក5 breadth យើងគឺ x បូក x ទៅទេអើយវិញយើងគ្រាន់តែគុណចូលមកនេះយើងនេះ expansion អញ្ចឹងអត់អញ្ចឹងចម្លើយយើងខ្លីៗវាទៅជា x ការ៉េបូកឲ្យ5 5x អញ្ចឹងទុកចោលប៉ុណ្្នឹងទៅក៏ដាក់ຂະຫນាតវាផងអញ្ចឹងណាຂະຫນាតផ្ទៃកាឡាអីគេអញ្ចឹងទៅអូខេតោះអញ្ចឹងកន្លែងនេះសរសេរយកហ្មង factorization of the algebraic expression អញ្ចឹងកន្លែងនេះគេឲ្យយើងចាប់វាជាផលគុណកតាអញ្ចឹងយើងសង្កេតឃើញ2ហើយនឹង6នេះមានផលគុណកតារួមគឺ2អញ្ចឹងឈើចាប់2បាត់អា A នេះនៅសល់តែឯងដល់ពេល6ចាប់2បាត់ចាប់2បាត់នៅសល់3អញ្ចឹងចម្លើយយើង2កតាឲ្យ A បូក3បន្ទាប់មកយើងមើលអាក្រោម B អីគេដូចគ្នា line term អីគេអ្វីដូចគ្នាអានេះមាន B ដូចគ្នាអញ្ចឹងឯងអញ្ចឹងឈើចាប់ B ជាកតាមកនៅសល់ A ដក D អូខេអាក្រោមនេះមាន2តួមាន3ផងមាន x ផងអញ្ចឹងឈើចាប់ 3x ជាកតាមកនៅសល់ x បូកឲ្យ4ទុកចោលប៉ុណ្្នឹងទៅអាក្រោមនេះវាចូលលក្ខណៈពិសេសគ្នាយើងអញ្ចឹងឈើអាចទៅសេអាក្រោមហ្នឹងវាទៅជា 2y លើកជាការ៉េតួ a ដកឲ្យsorry ចាប់ឈើចាប់2សិនឈើចាប់2ជាកតាអានេះចាំបាច់ចាប់អី 4y ការ៉េដកឲ្យ 2y ការ៉េសល់ 2y ការ៉េមក line term គេដាក់បន្លំយើងគេដាក់បន្លំអញ្ចឹង x ការ៉េ y ការ៉េដូចគ្នាយើងបូកដកទៅលេខមេគុណទៅបាននេះអាចុងក្រោយនេះវារៀង2តួយើងសង្កេតឃើញ a បូក b ចាប់អានឹងជាកតាមកបន្ទាប់មកនៅសល់អីខាងនោះនៅសល់3ខាងនេះសល់អីសល់ x អញ្ចឹងដាក់មកអានេះជាផលគុណកតាមុនហ្នឹងគេឲ្យផលគុណកតាយើងគុណពលាតឥឡូវគេឲ្យជាលេខរីគេឲ្យយើងចាប់ជាផលគុណកតាអូខេអញ្ចឹងមានប៉ុណ្ណឹងអរគុណច្រើនហើយយើង